ជំរាបសួរប្រិយមិត្តអរគ្នាស្វាគមន៍មកកាន់អត្ថបទសុខភាពយើងបន្តទៀតអញ្ចឹងអត្ថបទថ្ងៃនេះខ្ញុំលើកយកបន្លែផ្លែឈើចំនួន4ដែលអាចជួយកម្ចាត់ជាតិខ្លាញ់និងសម្រកគីឡូរបស់យើងបានអញ្ចឹងសម្រាប់បន្លែទី1នោះគឺ broccoli វាសម្បូរទៅដោយជាតិសរសៃខ្ពស់មានវីតាមីន A វីតាមីន B វីតាមីន C វីតាមីន E និងវីតាមីន K និងសារធាតុរ៉ែសំខាន់ៗដើម្បីដុតខ្លាញ់ចេញពីរាងកាយសម្រាប់អ្នកចង់សម្រកគីឡូភាគច្រើនគេជ្រើសរើសញ៉ាំ broccoli នេះតាមការសិក្សាពី Science Translational Medicine បានបញ្ជាក់ថាអ្នកញ៉ាំ broccoli ក្នុងរយៈពេល12សប្តាហ៍មានលទ្ធផលបង្ហាញឲ្យយើងដឹងថាពួកគេបានសម្រកគីឡូបានលឿនសូម្បីតែកម្រិតជាតិស្ករក៏បានថយគួរឲ្យកត់សម្គាល់ផងដែរអញ្ចឹងសម្រាប់អាហារទី2បន្លែទី2គឺប្រភេទការ៉ុតអ្នកអាចយកទៅចម្អិនឬបរិភោគឆៅដើម្បីសម្រកជាតិខ្លាញ់វាសម្បូរទៅដោយជាតិសរសៃមានវីតាមីន A ល្អសម្រាប់ភ្នែកពេលអ្នកបរិភោគការ៉ុតជាទៀងទាត់ជួយបង្កើនអារម្មណ៍ឆ្អែតបានយូរកាត់បន្ថយជាតិខ្លាញ់ក្នុងរាងកាយជាពិសេសជួយគ្រប់គ្រងជាតិស្ករបានផងដែរសម្រាប់ផ្លែឈើឬក៏បន្លែទី3គឺម្នាស់អញ្ចឹងម្នាស់គឺជាផ្លែឈើដែលមានជាតិជូរផ្អែមវាមានតួនាទីជួយសម្រួលការបន្ទោបង់ជួយដុតរំលាយជាតិខ្លាញ់ត្រង់ក្បាលពោះជាពិសេសម្នាស់គឺមានកាឡូរីទាបទប់ស្កាត់ការឡើងគីឡូនិងសម្បូរដោយវីតាមីន C ជួយឲ្យស្បែកយើងបានស្រស់ស្អាតថ្លាពីខាងក្នុងអញ្ចឹងសម្រាប់ផ្លែឈើចុងក្រោយគឺដំឡូងជ្វាអញ្ចឹងដំឡូងជ្វាវាមានកាឡូរីតិចជាងដំឡូងទូទៅនិងបាយសលើសពីនេះស្ករធម្មជាតិនៅក្នុងដំឡូងក៏អាចជ្រាបចូលយឺតៗចូលទៅក្នុងចរន្តឈាមបង្កើតជាប្រភពថាមពលសម្រាប់រាងកាយនិងកាត់បន្ថយការឃ្លានអញ្ចឹងនេះគឺជាបន្លែផ្លែឈើចំនួន4មុខប្រសិនបើអ្នកគ្នាញ៉ាំវានឹងអាចជួយកាត់បន្ថយខ្លាញ់ក្នុងខ្សែរាងកាយរបស់អ្នកជាពិសេសវាកាត់បន្ថយភាពធាត់និងឡើងគីឡូយើងផងដែរអញ្ចឹងខ្ញុំសូមបញ្ជាក់អត្ថបទដែលខ្ញុំដកស្រង់មកនេះគឺចេញពី Healthy Cambodia